ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះ MD 018សូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីជំងឺមហារីករោគស្ត្រីបាទអញ្ចឹងតកតងនឹងជំងឺមហារីករោគស្ត្រីដែរយើងឃើញថានៅពេលបច្ចុប្បន្នហ្នឹងគឺមានជំងឺមហារីករោគស្ត្រី4ធំៗដែលយើងសង្កេតឃើញច្រើនគឺតកតងជំងឺមហារីកដោះមហារីកមកស្បូនមហារីកកំពេញអូវែហ្នឹងហើយនិងមហារីកស្រទាប់រដូវបាទអញ្ចឹងថ្ងៃនេះខ្ញុំលើកឡើងតកតងប្រធានបទមួយក្នុងហ្នឹងគឺតកតងសញ្ញាដំបូងនៃជំងឺមហារីកអូវែបាទយើងចង់ដឹងថាតើសញ្ញាដំបូងដែលឃើញមាននៃជំងឺមហារីកអូវែហ្នឹងវាមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីសង្ស័យបាទយើងចង់ដឹងតោះនេះសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3จุดសំខាន់ទី1គឺស្ដាប់ដើមទី2គឺសញ្ញាដំបូងនៃជំងឺមហារីកអូវែនិងទី3គឺវិធីបង្ការជំងឺមហារីកអូវែបាទយើងចង់ដឹងថាតើសញ្ញាដំបូងនៃជំងឺមហារីកអូវែហ្នឹងវាមានរោគសញ្ញាអ្វីខ្លះដែលស្ត្រីអាចកត់សម្គាល់បានហើយនឹងជំងឺមហារីកអូវែហ្នឹងយើងមានវិធីបង្ការយ៉ាងណាខ្លះយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺមហារីកអូវែឬក៏យើងហៅមហារីកកន្សោមពងញីហ្នឹងគឺជាជំងឺមហារីកដែលកើតមាននៅក្នុងកំពែងអូវែរបស់ស្ត្រីតែម្ខាងឬក៏ទាំងសងខាងបាទដូចយើងឃើញក្នុងរូបភាពស្រាប់ហើយគឺកំពែងអូវែជាកំពែងភេទមួយដែលផលិតមេជីវិតញីក៏ដូចជាផលិតអរម៉ូនភេទស្ត្រីផងដែរបាទអញ្ចឹងកំពែងអូវែហ្នឹងយើងឃើញរូបគឺយើងថាវានៅសងខាងនៃស្បូនបាទវាភ្ជាប់ទៅនឹងដៃស្បូនហើយភ្ជាប់មកស្បូនរបស់ស្ត្រីផងដែរអញ្ចឹងកំពេញហ្នឹងយើងឃើញថាជាទូទៅវានៅពីក្រោមដៃស្បូនរបស់ស្ត្រីបាទអញ្ចឹងមិនកំពេញអូវែវាកើតមានទៅលើដៃម្ខាងឬក៏ទាំងសងខាងតែម្ដងនៃកំពេញអូវែរបស់ស្ត្រីហ្នឹងយើងមើលតទៅទៀតយើងឃើញថាអត្រាកើតមានជំងឺនេះខ្ពស់គឺនៅចន្លោះអាយុ55ឆ្នាំទៅ64ឆ្នាំតែអាចកើតមានមុនអាយុ55ឆ្នាំឬក៏ក្រោយអាយុ64ឆ្នាំផងដែរអញ្ចឹងមានថាអាយុនឹងអាចតែខ្លះកើតវ័យក្មេងភាគច្រើនគឺជាសំណល់នៃអំពយងហើយនឹងអាយុច្រើនអាចបំរែបំរួលកោសិកាកម្រាលអញ្ចឹងមហារីកនឹងយើងឃើញថាវាកើតច្រើនចេញពីកោសិកាកម្រាលរបស់កំពេញអូវែតែម្ដងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅនឹងសញ្ញាដំបូងនៃជំងឺមហារីកអូវែតើជំងឺមហារីកអូវែហ្នឹងមានសញ្ញាដំបូងអ្វីខ្លះដែលស្ត្រីអាចសម្គាល់បានយើងចង់ដឹងតោះនេះសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសញ្ញាដំបូងនៃជំងឺមហារីកអូវែទី1គឺស្ត្រីហើមពោះជាប្រចាំនឹងឬក៏ញឹកញាប់អញ្ចឹងស្ត្រីត្រូវមានការចារអារម្មណ៍នៅពេលដែលមានការហើមពោះជាប្រចាំឬក៏ញឹកញាប់ហ្នឹងបាទហ្នឹងគឺជាសញ្ញាដំបូងមួយដែលយើងឃើញញឹកញាប់នៃជំងឺមហារីកអូវែបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាដំបូងនៃជំងឺមហារីកអូវែទី2គឺស្ត្រីតឹងណែនឬក៏រីកធំនៃពោះបាទអញ្ចឹងបញ្ហាតឹងណែនរីកធំនៃពោះហ្នឹងបាទបើសិនជាដំណាក់កាលមួយខ្លាំងវាតកតងទីទឹកតែមកបាទទីទឹកដំណាក់កាលមួយវត្តជំងឺមហារីកមានការវិវត្តហើយវាទៅជាទីទឹកអញ្ចឹងដំណាក់កាលដំបូងវាអត់ទាន់មានទីទឹកយើងមកតាមទៀតតកតងសញ្ញាដំបូងនៃជំងឺមហារីកអូវែទី3គឺស្ត្រីឈឺនៅក្នុងពោះឬក៏ឈឺខ្នងជាប្រចាំបាទហ្នឹងគឺជាសញ្ញាមួយដែរដែលស្ត្រីត្រូវចាប់អារម្មណ៍អំពីជំងឺ Marek Over បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាដំបូងនៃជំងឺ Marek Over ទី4គឺស្ត្រីថយចុះថាមពលឬក៏អស់កម្លាំងអញ្ចឹងសញ្ញាហ្នឹងក៏ស្ត្រីត្រូវចាប់អារម្មណ៍ផងដែរអំពីជំងឺ Marek ផ្សេងៗរួមទាំងជំងឺ Marek Over ផងដែរបាទមិនតាមទៀតតកតងសញ្ញាដំបូងនៃជំងឺ Marek Over ទី5គឺស្ត្រីមានសញ្ញានំញឹកបាទអញ្ចឹងសញ្ញានំញឹកគឺជាសញ្ញាមួយដែលយើងឃើញមានដែរតកតងនឹងជំងឺ Marek Over ហ្នឹងបាទដោយសារកំពែង over នឹងវាធំវាអាចសង្កត់ទៅលើផ្លោកនោមអញ្ចឹងស្ត្រីនឹងអាចមានសញ្ញានោមញឹកផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាដំបូងនៃជំងឺ Marek Over ទី6
គឺស្ត្រីមានសញ្ញាទល់លាមកបាទអញ្ចឹងដោយសារដុំហ្នឹងវាសង្កត់ទៅលើថង់លាមកអញ្ចឹងស្ត្រីហ្នឹងអាចមានរោគសញ្ញាទល់លាមកផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតើតងសញ្ញាដំបូងនៃជំងឺ microver ទី7គឺស្ត្រីមានការឈឺចាប់នៅពេលរួមភេទបាទអញ្ចឹងដោយសារដុំហ្នឹងវាធំវាអាចសង្កត់ទៅក្រោមអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់នៅជាមួយគ្រួសាររបស់គាត់វាអាចមានការឈឺចាប់ផងដែរបាទហ្នឹងគឺជាសញ្ញាមួយដែរតើតងនឹងជំងឺ microver ហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៀតតើតងសញ្ញាដំបូងនៃជំងឺ microver ទី8គឺស្ត្រីរដូវមិនទៀងទាត់ឬក៏ធ្លាក់ឈាមក្រោយការអស់រដូវចឹងមូលហេតុមួយតើតងការធ្លាក់ឈាមក្រោយការរដូវបាទវាអាចពាក់ព័ន្ធនឹងជំងឺ microver ផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតងសញ្ញាដំបូងនៃជំងឺ microver ទី9គឺស្ត្រីមានការហៀទឹកនោមកើតមានថ្មីថ្មីបាទនឹងដោយសារមានការសង្កត់ទៅលើផ្លូវនោមជាពិសេសគឺមហូរនោមតែម្ដងអញ្ចឹងស្ត្រីមានសញ្ញាហៀទឹកនោមកើតមានថ្មីថ្មីផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតើតងសញ្ញាដំបូងនៃជំងឺ microver ទី10គឺស្ត្រីស្រកគីឡូឬក៏ចុះស្គមដោយគ្មានមូលហេតុបាទអញ្ចឹងសញ្ញានេះគឺជាសញ្ញាដែលត្រូវចាប់អារម្មណ៍ផងដែរតែយើងឃើញច្រើនតើតទៅនឹងជំងឺមហារីកផ្សេងៗរួមទាំងជំងឺមហារីក over ផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតទៅវិធីបង្ការម្ដងតើវិធីបង្ការជំងឺមហារីក over ហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការជំងឺមហារីក over ទី1គឺស្ត្រីត្រូវតែឈប់ជក់បារីបាទបើសិនជាគាត់ជាអ្នកជក់បារីហើយឬក៏ត្រូវឃ្លីកឆ្ងាយពីអ្នកជក់បារីបាទហ្នឹងគឺជាវិធីបង្ការទី1ទាក់ទងនឹងជំងឺ microver បាទយើងបន្តទៀតទាក់ទងវិធីបង្ការជំងឺ microver ទី2គឺស្ត្រីត្រូវរក្សាគីឡូធម្មតាឬក៏ស្រកគីឡូបើសិនជាលើសទម្ងន់បាទឬរោគគីឡូឬក៏ធាត់បាទអញ្ចឹងយើងមកជាបន្តទៀតទាក់ទងនឹងវិធីបង្ការជំងឺ microver ទី3គឺស្ត្រីត្រូវពិសាជាមួយនឹងគ្រូពេទ្យបាទត្រូវប្រឹក្សាឬក៏ពិសាជាមួយគ្រូពេទ្យតាក់ទងនឹងតេស្តឬក៏ព្យាបាលប្រសិនបើមានប្រវត្តិគ្រួសារកើតមានជំងឺហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតាក់ទងវិធីបង្ការជំងឺ microver ទី4គឺត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសប្រសិនបើមានរោគសញ្ញាសង្ស័យច្រើនអញ្ចឹងបើសិនជារោគសញ្ញាដែលរៀបរាប់ខាងដើមហ្នឹងមានច្រើនទៅហើយអញ្ចឹងគួរតែប្រញាប់ទៅជួបពេទ្យដើម្បីធ្វើការប្រឹក្សាព្យាបាលឲ្យបានទាន់ពេលវេលាផងដែរបាទអញ្ចឹងប្រសិនបើស្ត្រីមានជំងឺបញ្ហាទាក់ទងកំពេញអូវែយើងឃើញថាខាងប្រាសាទយើងខ្ញុំបានផ្ដល់សេវាស្រាវជ្រាវជំងឺកំពេញអូវែនិងអេកូរោគស្ត្រីក្នុងតម្លៃសមរម្យផងដែរបាទប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចុះ App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏មានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចុះនៅ Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens ដែលអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code នឹងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដោយតាមខ្ញុំហើយឬក៏យ៉ាងទេអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដឹកថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official អាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel ខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដោយកថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺស្ត្រីបាទទាក់ទងនឹងពិសេសគឺទាក់ទងនឹងជំងឺមហារីករោគស្ត្រីផ្សេងៗក៏ដូចជាជំងឺរោគស្ត្រីក្នុងការវះចាស់បាទឬក៏ទាក់ទងបញ្ហាជំងឺស្ដានមហារីកស្ដានឬក៏ជំងឺស្ដានផ្សេងៗបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ MD 018បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពី subscribe និងរូបកណ្ដឹងបាទចុចពី subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe
ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងណា YouTube ជាបន្តបាទជួយ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្ថែមទៀតបាទសូមអរគុណ